តថ្ងៃនេះយើងមកធ្វើវីដេអូតាក់ទងទៅនឹងលោក Jurgen Klopp ដែលគាត់ខ្លាចជាគ្រូបង្វឹកនឹងគឺដោយចៃដន្យតែប៉ុណ្ណោះបាទគ្មានបានព្រៀងទុកទេកាលហ្នឹងគឺគាត់នៅឆ្នាំ2001គាត់លេងជាកីឡាករម៉ៃ05បាទជាខ្សែការពារផងជាខ្សែប្រយុទ្ធផងអញ្ចឹងយើងទៅមើលវីដេអូនឹងទាំងអស់គ្នាបាទវីដេអូនេះធ្វើដោយ Prime He was 32, 33. It was a time where you have to reconsider, okay, what will I do when I finish my playing career? Because playing for 10, 12 years in Bundesliga 2 is not enough to say, okay, I earned enough money to enjoy the rest of my life. ពេលហ្នឹងគឺគាត់វ័យ32 33ឆ្នាំហើយលេងនៅលីកទី2អាល្លឺម៉ង់អញ្ចឹងគាត់ត្រូវគិតពិចារណាថាបន្ទាប់ពីចប់ជាកីឡាករអាជីពហើយថាតើគាត់នឹងត្រូវធ្វើអីទៀតដោយសារតែលីកទី2នៅអាល្លឺម៉ង់ហ្នឹងរលួយបានតិចអញ្ចឹងបន្ទាប់ពីគាត់ចូលនិវត្តន៍ហើយគាត់មិនមានថវិកាច្រើនដើម្បីផ្គត់ផ្គង់គ្រួសារនោះទេអញ្ចឹងគាត់ត្រូវគិតថាត្រូវធ្វើអីទៀតហើយគាត់មកចូលកម្មវិធីទូទួលមួយនៅអាល្លឺម៉ង់Herzlich willkommen, liebe Zuschauer, auf unserem Luxusliner. Und das ist die Sendung, wo falsch richtig ist und richtig ist falsch. Und Gewinner sind Verlierer. Es geht darum, möglichst viel zu verlieren. បាទនេះគឺគាត់កាលនៅក្មេងបាទសង្ហាប៉ុន្តែជាកីឡាករគឺគ្មាននរណាគេស្គាល់គាត់នោះទេលេងនៅម៉ៃ05ក្រុមបាតតារាងហើយលីកទី2ទៀតណែតារាសម្ដែងសំជាងកីឡាករបាល់ទាត់ Klopp knew that in the end he needed a proper job, so he was studying, he was doing internships in the media. ពេលហ្នឹងគាត់រៀនផងគាត់ internship ផងធ្វើការស្ម័គ្រចិត្ត Yeah, you know, being natural in front of the camera, being witty, it came natural to him. Jürgen, was machst du hauptberuflich? Ich bin Fußballprofi. Fußballprofi. Du spielst beim FC Bayern als Mittelstürmer, das wissen wir. What បាទវិធីករនេះលក្ខណៈថាអត់ស្គាល់គាត់សួរគាត់ធ្វើគេលេងបាល់ទាត់លេងនៅ Bayern មែន Bayern Munich ក្រុមដល់ល្បីនៅអាល្លឺម៉ង់ប៉ុន្តែគាត់មិនមែនទេ Nein, du spielst wo? Beim 1. MSV Mainz 05, zweite Liga. ម៉ៃ05លីកទី2 Da spielst du was? Mittelstürmer. Und wir wollen in die erste Liga, so wie du ins Samstagabendprogramm. So Klopp doesn't quite know what he's doing. ហើយនៅក្លឹបម៉ៃ05ដឹងថាក្លឹបកំពុងធ្វើស្អីគេទេឥឡូវលេងបាល់ទាត់មិនប្រកបវិជ្ជាលេងមិនសូវល្អឥឡូវទៅចូលកម្មវិធីទូឲ្យក្លឹបកំពុងតែមានបញ្ហា He was really an accidental manager, and the story of how he got the role had a lot to do with a man called Christian Heidel. ឥឡូវយើងជួបជាមួយនឹង Christian Heidel. Christian Heidel is a wily character, very smooth operator, but also a real wheeler dealer. Sport director ហ្នឹងគឺជានាយកបច្ចេកទេសកីឡានៅក្នុងក្លឹបមួយគាត់ចាត់ចែងការងារខុសត្រូវហើយគាត់ក៏ជាអ្នកលក់ឡានផងដែរលក់ឡាននៅអាល្លឺម៉ង់ And he ran a local car dealership. បាញ់ឡានគាត់ក្រុមហ៊ុនឡានគាត់ When he wasn't at his day job, he was down at the football club where he was a sporting director. Sporting director If someone wanted a contract negotiation, we drove to the car company and have spoken about contracts. អានេះក្រុមហ៊ុនឡានគាត់ They give you a call. No, never. So obviously it was a proper German car and we only got lower priced Japanese cars. គាត់មិនដែរឲ្យឡានគេទេអាឡានគាត់លក់ហ្នឹងគាត់ត្រូវឲ្យគេ Heidel was sporting director for a decade, but he was really sick of the constant fight against relegation. គាត់ជា sporting director មែនប៉ុន្តែក្លឹបដែលគាត់ចាត់ចែងហ្នឹងគឺនៅបាតតារាងព្យាយាមធ្វើម៉េចកុំឲ្យធ្លាក់ទៅលីកបន្តទៀតនេះក្លឹប We lost 3-1 4ការពារ at Kräuter Fürth.
ហើយ club ចាញ់ 3-1 We drove back, went directly in a hotel because we had another game on Wednesday and the relegation battle. ឥឡូវ club កំពុងតែប្រជែងជាមួយនឹងបាតតារាងណាក្បែរបាតតារាងមែនតើត្រូវធ្វើម៉េចឲ្យកិច្ចផុតពីកន្លែងហ្នឹងកុំឲ្យគេកាត់ចេញទៅលីកទី 3 អាល្លឺម៉ង់ Already started, and so we had this kind of a mini camp. We didn't go home, we stayed together. Want to បន្ទាប់ពីចប់ការប្រកួតហើយគេទៅ camping តូចមួយអត់ទៅទេហើយដោយសារតែមើលចប់ថ្ងៃអាទិត្យថ្ងៃពុធនេះត្រូវប្រកួតបន្តទៀតអញ្ចឹងគេទៅជួបជុំគ្នាដើម្បីធ្វើម៉េចរកវិធីដោះស្រាយ bond, whatever. នេះគ្រូម៉ៃ05ដែលដឹកនាំក្រុមកំពុងតែរោគរាក់មែនតើ The that time manager said, I want to know if you're still behind me or not. ពេលហ្នឹងគ្រូម៉ៃ05ហ្នឹងសួរថាឥឡូវខ្ញុំចង់ដឹងថាកីឡាករទាំងអស់ហ្នឹងនៅជឿជាក់គាត់អត់នៅបន្តការងារមួយគាត់អត់ដោយសារតែឥឡូវក្រុមកំពុងតែរោគរាក់ខ្លាំងមែនតើ So everybody can have a beer. I go out, you discuss this, and I come back and we see. កីឡាករផឹកប៊ីយ៉ាហើយភាសាគ្នាមើលថានៅជឿជាក់អត់ We agree on ហ្នឹងមែន The players agreed that they couldn't back the manager. The player agree they couldn't back the manager ចឹងគាត់អត់ជឿទុកចិត្តលើគ្រូនឹងទៀតទេ And of course they asked Jürgen to break the bad news. Bad news So bad news sit there. He's coming in saying, and boss, actually you asked. But I said, okay. Ran out the door shouting, tomorrow 9 o'clock training and close the door. Okay. And then he got a sporting director. He said, we sack all the old players, we go through that with the young players. ឥឡូវ sporting director ហ្នឹងគាត់ប្រកាសហ្មង we sack all the old player we go through to the young ចឹងកីឡាករដែលចាស់អាយុ30ឆ្នាំឡើងដកចេញហ្មងទុកតែក្មេងៗមកណា I was one of the old players. ហើយ club គឺជាកីឡាករចាស់ហើយអញ្ចឹងយើងដឹងហើយថាមិនដែរ Heidel had a big decision to make, the manager or the players. The manager or He chose player the players. ហើយពេលហ្នឹងគាត់សួរទៀតគាត់សម្រេចចិត្តមួយទៀតគាត់បន្តជាមួយនឹងគ្រូឬក៏ទុកចិត្តកីឡាករហើយ he choose the player អញ្ចឹងគាត់រើសយកកីឡាករគ្រូបណ្ដឹងចេញ So Christian Heidel opens up a football magazine and starts going through all the leagues in Europe and says who's the manager in Bern or in Strasbourg, and he runs out of names that he can think of as suitable candidates. ឥឡូវ sporting director ហ្នឹងកំពុងតែចុះកសែតហ្មងស្វែងរកគ្រូបង្វឹកថ្មីដឹកនាំម៉ៃ05 And then they didn't have another manager, and the game was on Wednesday. And so he said, yeah, can you do it? I said, what? Yeah, but I don't play. So that was it. អូខេអញ្ចឹង sporting director ហ្នឹងមកសួរ club ហ្មងclub ដឹកនាំការអត់ Can you do it ហើយ club ថាខ្ញុំដឹកនាំបានប៉ុន្តែខ្ញុំអត់លេងទេណាខ្ញុំអត់លេងជាកីឡាករណាខ្ញុំដឹកនាំហើយនេះគឺថ្ងៃទី1គេមកហើយថ្ងៃទី1គ្រូបង្វឹកដែលគ្មានបទពិសោធន៍ Overnight, the old coach gets fired and Klopp becomes manager. មកយប់បន្ទាប់ពីគ្រូចាស់ហ្នឹងត្រូវបានបណ្ដឹងចេញ Klopp become the manager ខ្លាចជាគ្រូហ្មងគ្មានបទពិសោធន៍ No one really believes it. Believe ហើយច្បាស់ណាស់គ្មានណាគេជឿជាក់លើគាត់ឡើយឥឡូវគ្រូអត់មានបទពិសោធន៍ទេហើយគ្មាននរណាគេជឿទុកចិត្តលើគាត់ទេមកប្រកបកិច្ចនេះគ្មាននរណាគេស្ដាប់កីឡាករណាស្ដាប់អីទេ
and the 2 or 3 reporters who turn up think it's some kind of elaborate prank. អូហើយថ្ងៃប្រកាសគាត់ជាគ្រូបង្វឹកបដោះអាសន្នហ្នឹងមានអ្នកកសែត2-3នាក់គត់ត្មងមកយកព័ត៌មានហើយគិតថាហ្នឹងគឺជាប្រេងគិតថាវាជារឿងកំ pl ែងរឿងសំដែងមែនបោកភ្នែកមែនប្រកួតទី1លោក Klopp វ័យ32-33 ឆ្នាំ no experience At that time, we were dead. Situation was hopeless. ហើយពេលហ្នឹងគឺស្ថានភាពនៅក្នុងក្លឹបគ្មានសង្ឃឹមទេអស់សង្ឃឹមអាលិញទៅហ្មងបារាជ័យហើយគ្រូមិនដឹងណាណីគឺ hopeless ហ្មងគ្មានសង្ឃឹមសោះ But we were a bunch of friends. ប្រកួតទី1ថ្ងៃទី28 February 28 កុម្ភៈ 2001 ប៉ះជាមួយនឹង Duisburg Bundesliga 2 ម៉ៃ05អាវក្រហមហើយច្បាស់ណាស់គឺ first game ឈ្នះ 1-0 ដឹកនាំលើកដំបូងឈ្នះ 1-0 It's absolutely crazy. But still searching managers, a coach. ប៉ុន្តែក្លឹបនៅតែព្យាយាមស្វែងរកគ្រូដើម្បីមកជំនួសកៅអីហ្នឹងព្រោះគេមិនទុកចិត្តក្លឹបទេទោះបីឈ្នះ 1-0 ក៏ដោយ It was just interim. But winning the next game. Okay, still searching a manager. Winning the next. ហើយឈ្នះប្រកួតទី2 win the next game អូខេនៅតែបន្តរកគ្រូថ្មីដែរ Next game. Okay, still going for a new manager. Winning the fourth game. Okay, starting to think. ឈ្នះប្រកួតទី3នៅតែរកគ្រូថ្មីដល់ពេលឈ្នះប្រកួតទី4គាត់ដឹកនាំឈ្នះ4ប្រកួតជាប់គ្នាក្នុងនាមជាគ្រូដែលគ្មានបទពិសោធន៍ដល់ក្រុមចាញ់រហូតដល់ពេលគាត់ឡើងដឹកនាំឈ្នះ4ប្រកួតជាប់គ្នាហើយក្លឹបចាប់ដើមគិតថាល្អរបស់គេយាយហើយម៉ៃ05នៅតែបន្ត unstoppable When he was the manager of Mainz, I thought, come on, my friend, take me. ហើយគាត់ណាគេខ្ញុំអត់ស្គាល់គាត់តែដឹងក្លឹបជាគ្រូបង្វឹកភ្លាម Come on my friend take me យកខ្ញុំ Yeah. You need strikers គាត់ជាខ្សែប្រយុទ្ធ but he didn't. តែក្លឹបគ្មានយកគាត់ទេ Once the game started, once the coaching started, they quickly realized that this was actually a fantastic idea that changed. ហើយនេះគឺជារឿងរ៉ាវដំណើរដើមតងលោក Jurgen Klopp ខ្លាចជាគ្រូបង្វឹកដោយចៃដន្យតែប៉ុណ្ណោះប៉ុន្តែខ្លាចជាគ្រូបង្វឹកដែលល្អប្រចាំប្រវត្តិសាស្ត្រ